បាទសួស្តីបងប្អូនអរគ្នាក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនអរគ្នាពាក់ព័ន្ធនឹង Photoshop បន្តិចហើយនេះគឺទៅលើ thumbnail YouTube តែម្ដងអញ្ចឹងកន្លែងនេះខ្ញុំធ្វើការបដូរពណ៌ដោយខ្ញុំចុចជាមួយនឹង function នេះបងប្អូនចេះហើយពាក់ព័ន្ធនឹង layer style អញ្ចឹងគឺខ្ញុំធ្វើការដក stroke ហើយខ្ញុំធ្វើការដក shadow ហើយធ្វើការបដូរពណ៌ពីពណ៌លឿងទៅជាពណ៌សបាទអូខេតោះនេះអ្វីដែលបងប្អូនត្រូវធ្វើឡើងនេះកន្លែងហ្នឹងគឺកន្លែងដូរ function របស់វាហើយអូខេអ្វីខ្ញុំបង្ហាញបងប្អូននេះពាក់ព័ន្ធនឹងការ copy style layer អញ្ចឹងកន្លែងនេះគឺ Snaroloi នេះគឺពណ៌សត្រូវអត់ខ្ញុំអត់ចង់កែនេះទៀតទេអញ្ចឹងខ្ញុំ right click ខ្ញុំ copy កន្លែងនេះគេហៅថា copy layer style ហើយខ្ញុំ select លើ YouTube នេះហើយខ្ញុំផាសវិញបាទ right click ផាសវិញអញ្ចឹង layer style ទាំងអស់ហ្នឹងវានឹង copy style ហ្នឹងមកនៅកន្លែងនេះអូខេដល់យើងចង់ដាក់ពណ៌លឿងវិញយើងស្រួលទេយើង double click ហើយយើងបដូរទៅពណ៌លឿងវិញទៅអូខេបាទតែប៉ុណ្្នឹងមករួចហើយតើអត់អាហ្នឹងគេហៅថា copy layer style អរគុណជួបគ្នាវីដេអូក្រោយបន្តទៀត